រឿងសង្សារខ្ញុំជាទេវតាកញ្ជ្រោងកន្ទុយផាំប៊ុនក្នុងរាត្រីដែលមានភ្លៀងធ្លាក់ជោកចាំនៅទីក្រុងភ្នំពេញវិបុលដែលជាបុគ្គលិកក្រុមហ៊ុនម្នាក់កំពុងដើរកាត់សួនច្បារដ៏ស្ងប់ស្ងាត់មួយនៅទីនោះលោកបានប្រទះឃើញនារីម្នាក់ដេកសន្លប់ក្នុងសម្លៀកបំពាក់ពណ៌សចម្លែកដោយចិត្តអាណិតលោកក៏បានជួយគ្រានាងមកផ្ទះដើម្បីសង្គ្រោះនៅពេលនាងដឹងខ្លួនវិបុលស្ទើរតែឈប់ដកដង្ហើមព្រោះសម្រស់របស់នាងស្អាតលើសពីមនុស្សធម្មតាភ្នែករបស់នាងមានពណ៌ស្វាយស្រទន់ហើយនាងបានណែនាំខ្លួនថាឈ្មោះនីតាស្នាក់នៅផ្ទះវិបុលបាន 2-3 ថ្ងៃនាងមានចរិតប្លែកៗដូចជាចូលចិត្តញ៉ាំសាច់ស្រស់និងខ្លាចសំឡេងផ្គរលាន់ខ្លាំងយប់មួយខណៈដែលមានពន្លឺព្រះច័ន្ទពេញបូរមីវិបុលបានដើរចូលទៅក្នុងបន្ទប់ទទួលភ្ញៀវហើយស្រាប់តែឃើញរស្មីពណ៌សជាក់ចេញពីខ្លួននីតានៅពីក្រោយខ្នងរបស់នាងកន្ទុយពណ៌សវែងៗចំនួន9បានលេចចេញមកយ៉ាងអស្ចារ្យវិបុលស្លុតស្មារតីប៉ុន្តែនីតានិយាយទាំងទឹកភ្នែកថាកុំខ្លាចខ្ញុំអីខ្ញុំមកទីនេះដើម្បីសងគុណលោកខ្ញុំគឺជាកញ្ជ្រោងដែលលោកធ្លាប់បានជួយជីវិតកាលពីជាតិមុនទោះបីដឹងថានីតាមិនមែនជាមនុស្សប៉ុន្តែចិត្តស្មោះត្រង់និងការមើលថែដ៏ផ្អែមល្ហែមរបស់នាងបានធ្វើឲ្យវិបុលលង់ស្រឡាញ់នាងកាន់តែខ្លាំងពួកគេចាប់ផ្ដើមសាងស្នេហាជាមួយគ្នាដូចជាគូសង្សារធម្មតានីតាប្រើមន្តអាគមរបស់នាងដើម្បីជួយវិបុលក្នុងកិច្ចការងារចំណែកវិបុលវិញបានបង្រៀននីតាឲ្យស្គាល់ពីការរស់នៅក្នុងលោកដែលពោរពេញដោយបច្ចេកវិទ្យាសេចក្តីសុខរមែងមានថ្ងៃបញ្ចប់ស្ដេចកញ្ជ្រោងពិភពទេវតាបានបញ្ជូនមេទ័ពមកតាមរកនីតាដើម្បីឲ្យនាងត្រឡប់ទៅបន្តតំណែងវិញប្រសិនបើនាងមិនទៅទេនាងនឹងត្រូវបាត់បង់កន្ទុយនិងមន្តអាគមទាំងអស់ហើយក្លាយជាកញ្ជ្រោងធម្មតាដែលត្រូវស្លាប់នៅពេលដ៏ខ្លីនីតាត្រូវសម្រេចចិត្តរវាងអមតភាពនិងសេចក្តីស្នេហានាងបានជ្រើសរើសវិបុលនាងសុខចិត្តកាត់កន្ទុយទាំង9ចោលដើម្បីក្លាយជាមនុស្សធម្មតាដើម្បីបានរស់នៅក្បែរមនុស្សដែលនាងស្រឡាញ់ទោះបីជាត្រឹមតែប៉ុន្មានឆ្នាំក៏ដោយមុនអាគមរលាយបាត់កន្ទុយដែលធ្លាប់មានក៏សាបសូន្យនីតាក្លាយជានារីសាមញ្ញម្នាក់ដែលគ្មានមហេតុឫទ្ធិទៀតឡើយវិបុលបានកាន់ដៃនាងយ៉ាងណែនហើយសន្យាថាទោះបីអូនគ្មានមន្តអាគមក៏អូននៅតែជាទេវតាក្នុងចិត្តបងជានិច្ចបងនឹងមើលថែអូនរហូតដល់ដង្ហើមចុងក្រោយអ្នកទាំងពីរក៏បានរស់នៅយ៉ាងមានសុភមង្គលនៅក្នុងផ្ទះតូចមួយឆ្ងាយពីភាពវឹកវរនៃលោកីយៈដោយបន្សល់ទុកនូវរឿងរ៉ាវស្នេហាដែលមនុស្សនិងទេវតាកញ្ជ្រោងអាចរួមរស់ជាមួយគ្នាបានដោយសារតែចិត្តស្មោះជីវិតជាមនុស្សសាមញ្ញរបស់នីតានិងវិបុលហាក់ដូចជាមានក្តីសុខណាស់ប៉ុន្តែពិភពទេវតាមិនងាយបោះបង់នាងឡើយទោះបីនាងកាត់កន្ទុយទាំង9ចៅក៏ដោយប៉ុន្តែកែវភ្នែកទឹកដែលជាប្រភពថាមពលរាប់ពាន់ឆ្នាំរបស់នាងនៅតែស្ថិតក្នុងខ្លួននាងនៅឡើយយប់មួយខណៈដែលពួកគេកំពុងដើរលេងនៅមាត់ទន្លេស្រាប់តែអាកាសធាតុប្រែជាត្រជាក់ខុសធម្មតាបុរសម្នាក់ក្នុងឈុតខ្មៅបិទមុខជិតលេចខ្លួនឡើងរាំងផ្លូវពួកគេគឺជាខ្មោចព្រាងភ្នំដែលតាមរកស៊ីកែវភ្នែកទឹករបស់កញ្ជ្រោងដើម្បីបង្កើនមហេតុឫទ្ធិនីតាប្រគល់កែវភ្នែកនោះមកបើមិនចង់ឲ្យប្រុសម្នាក់នេះស្លាប់ខ្មោចព្រាយនោះស្រែកគំរាមរួចបញ្ចេញស្មៅខ្មៅរុំពវត្តវិបុលភ្លាមនីតាភ័យស្លន់ប្លោនាងលែងមានមន្តអាគមប្រកាសខ្លួនហើយនាងមើលឃើញវិបុលកំពុងថប់ដង្ហើមក្នុងស្មៅខ្មៅនោះដោយមិនបង្អង់យូរនីតាសម្រេចចិត្តធ្វើរឿងមួយដ៏គ្រោះថ្នាក់ពីបំផុតនាងបានផ្ដុំដង្ហើមចុងក្រោយរួចខ្ចាក់កែវភ្នែកទឹកពណ៌ស្វាយភ្លឺថ្លាមួយចេញពីមាត់យកវាទៅហើយលែងគេភ្លាមនីតានិយាយដោយសំឡេងខ្សោយថានៅពេលកែវភ្នែកទឹកចាក់ចេញពីខ្លួនសម្រស់ក្មេងខ្ចីរបស់នាងចាប់ផ្ដើមប្រែប្រួលសក់របស់នាងប្រែជាពណ៌សនិងកម្លាំងរបស់នាងក៏រលាយបាត់ដូចស្មៅនាងដួលសន្លប់ទៅលើដីខណៈដែលខ្មោចព្រាយនោះសើចយ៉ាងកោញអាតរួចស្ទុះទៅចាប់យកកែវភ្នែកនោះស្រាប់តែពេលនោះ
មានរស្មីពណ៌មាសជះចេញពីខ្លួនវិបុលវាគឺជាអំពើល្អនិងចិត្តស្មោះត្រង់ដែលវិបុលបានធ្វើកាលពីជាតិមុនរស្មីនេះបានរុញច្រានខ្មោចព្រាយឲ្យខ្ទាតចេញទៅឆ្ងាយរួចទាញយកកែវភ្នែកទិព្វនោះត្រឡប់មកវិញអភូហកាលបានកើតឡើងកែវភ្នែកទិព្វមិនបានត្រឡប់ទៅក្នុងខ្លួននីតាទេប៉ុន្តែវាបានបែកខ្ទេចទៅជាលំអងផ្កាយហើយជ្រាបចូលទៅក្នុងបេះដូងអ្នកទាំងពីរវាបានចងភ្ជាប់រលឹងអ្នកទាំងពីរចូលគ្នាជារៀងរហូតខ្មោចព្រាយបានរត់ឃ្លេចបាក់តីនីតាបើកភ្នែកឡើងវិញហើយឃើញវិបុលកំពុងអោបនាងយ៉ាងណែនអ្វីដែលអស្ចារ្យនោះគឺនីតាមិនបានស្លាប់ទេហើយសម្រក់របស់នាងក៏ត្រឡប់មកដូចដើមវិញប៉ុន្តែលើកនេះនាងគឺជាមនុស្សម្នាក់ពិតប្រាកដ 100% កែវភ្នែកទិព្វបានបូជាខ្លួនវាដើម្បីរលាយភាពជាទេវតានិងភាពជាកញ្ជ្រោងចោលទាំងអស់ដើម្បីឲ្យនាងបានរស់នៅជាមនុស្សធម្មតាជាមួយវិបុលច្រើនឆ្នាំកន្លងផុតទៅវិបុលនិងនីតាបានរៀបការឲ្យមានកូនស្រីម្នាក់ដ៏ស្រស់ស្ងាត់មួយកូនស្រីរបស់ពួកគេមានភ្នែកពណ៌ស្វាយស្រទន់បន្តិចគឺជាការរំលឹកដល់អតីតកាលរបស់ម្ដាយនាងជារៀងរាល់យប់នីតាតែងការនិទានរឿងទេវតាកញ្ជ្រោងឲ្យកូនស្រីស្ដាប់កូនស្រីសួរថាម៉ាក់តើទេវតានោះបាត់ទៅណាហើយនីតាសម្លឹងមើលមុខវិបុលរួចញញឹមយ៉ាងមានក្តីសុខហើយឆ្លើយថានាងមិនបានបាត់ទៅណាទេកូននាងគ្រាន់តែបានរកឃើញឋានសួគ៌ពិតប្រាកដនៅលើលោកមនុស្សនេះឯងកូនស្រីរបស់ពួកគេមានឈ្មោះនីកានៅពេលនីកាឈានចូលវ័យ8ឆ្នាំសម្រស់របស់នាងកាន់តែស្រស់ស្រាតលើសពីគេងស្រីធម្មតាប៉ុន្តែអ្វីដែលធ្វើឲ្យនីតាកាន់តែបារម្ភគឺនីកាចាប់ផ្ដើមមានសមត្ថភាពចម្លែកនាងអាចដឹងមុននៃហេតុការណ៍ដែលនឹងកើតឡើងហើយជួនកាលពាក្យសម្ដីរបស់នាងហាក់ដូចជាមានមន្តអាគមផងដែរយប់មួយក្នុងថ្ងៃខួបកំណើតរបស់នីកាស្រាប់តែមានពន្លឺពណ៌ស្វាយជះចេញពីដើមទ្រូងរបស់នាងនោះគឺជាចំណែកនៃកែវភ្នែកទិព្វដែលបានជ្រាបចូលទៅក្នុងបេះដូងវិបុលនិងនីតាកាលពីមុនឥឡូវនេះវាបានចម្លងមកកាន់ក្នុងខ្លួនកូនស្រីរបស់ពួកគេពន្លឺនៃកែវភ្នែកទិព្វដែលបញ្ចេញមកនេះបានធ្វើឲ្យភពទេវតាកញ្ជ្រោងដឹងពីទីតាំងរបស់ពួកគេម្ដងទៀតប៉ុន្តែលើកនេះមិនមែនជាស្ដេចកញ្ជ្រោងដែលមកតាមរកនាងទេគឺកូនប្រុសរបស់ស្ដេចកញ្ជ្រោងឈ្មោះហ្វាឡុងដែលជាបងប្អូនជីដូនមួយរបស់នាងហ្វាឡុងបានចុះមកលោកកណ្ដាលក្នុងគោលបំណងយកនីកាទៅភពទេវតាវិញដើម្បីប្រែប្រាស់ធម៌ពលកែវភ្នែកទិព្វដែលនៅក្នុងខ្លួននាងមកបង្រឹងអំណាចរបស់ខ្លួនដែលកំពុងតែចុះខ្សោយហ្វាឡុងបានលេចខ្លួនឡើងចំកណ្ដាលផ្ទះតូចរបស់ពួកគេនីតាឯងបានបោះបង់ឋានៈដើម្បីរស់នៅជាមួយមនុស្សថោកទាបណាស់ប៉ុន្តែកូនស្រីឯងមិនអាចឃ្លេចផុតពីវាសនានេះទេហ្វាឡុងនិយាយទាំងក្រអឺក្រដូតវិបុលដែលឥឡូវមានវ័យចំណាស់បន្តិចទៅហើយបានដើរមកបាំងពីមុខប្រពន្ធកូនទោះបីជាមនុស្សធម្មតាប៉ុន្តែចិត្តដែលហ៊ានលះបង់ដើម្បីគ្រួសារបានធ្វើឲ្យលោកមិនញញើតនឹងអំណាចទេវតាឡើយនីតាដែលឥឡូវជាមនុស្សធម្មតាក៏បានកាន់ដៃវិបុលយ៉ាងណែនពួកគេទាំងពីរបានរួមចិត្តគ្នាការពារកូននីកាដែលឃើញពុកម្ដាយកំពុងប្រឈមនឹងគ្រោះថ្នាក់នាងក៏ស្រែកឡើងដោយកំហឹងរំពេលនោះថាមពលកែវភ្នែកទិព្វខ្លងខ្លួននាងបានផ្ទុះឡើងកន្ទុយពណ៌សស្អាតស្អាតទាំង9បានលេចចេញមកនៅពីក្រោយនីកាប៉ុន្តែលើកនេះវាប្លែកត្រង់ថាកន្ទុយទាំងនោះមានរស្មីពណ៌មាសដែលជាថាមពលនៃចិត្តល្អរបស់ឪពុកនាងលាយឡំជាមួយគ្នា